សម្រាប់រកឃើញម្ចាស់មកកត់ហើយអាចថាសង្ឃឹមច្រើននៅពេលខាងមុខនៅលើឆាកអន្តរជាតិសូមអបអរសាទរសម្រាប់ជ័យលាភី Miss and Mr. Cosmo 2026 អ្នកនាង Tiffany Wu ពន្យល់ហេតុអ្វីបានជាគណៈកម្មការសម្រេចបោះឆ្នោតយកជ័យលាភីទាំងពីររូបនេះ Bizithiri និងសុវណ្ណគិរីដាការប្រកួតសម្រស់ល្អឯកលំដាប់ជួរមុខរបស់កម្ពុជា Cosmo Cambodia ដែលបានជឿរើសទាំងបរិះនិងនារីបានដល់វគ្គបញ្ចប់ហើយក្រោយធ្វើការប្រកួតអស់រយៈពេលជាង3ខែកន្លងមកនេះដោយការប្រកួតវគ្គផ្ដាច់ព្រាត់ប្រព្រឹត្តកាលពីថ្ងៃទី8ខែសីហាឆ្នាំ2026សម្រាប់រកឃើញម្ចាស់មកុដទាំងបវរកញ្ញានិងបរិះឯកកម្ពុជាឆ្នាំ2026សម្រាប់ជ័យលាភីបរិះឯកកម្ពុជា Mr. Cosmo 2026សម្រាប់បានទៅលើលោកសុវណ្ណគិរីដាក្រោយចម្រាញ់ជ្រើសរើសចេញពីបេក្ខភាពជាង10រូបក្រោយពីប្រកួតប្រជែងយ៉ាងស្វិតស្វាញមិនថារូបរាងសាច់ដុំនិងសមត្ថភាពចំណេះដឹងគឺម្នាក់ៗល្អប្រហាក់ប្រហែលគ្នាប៉ុន្តែគណៈកម្មការទាំងជាតិនិងអន្តរជាតិសម្រេចដាក់ពិន្ទុច្រើនជាងគេទៅលើបរិះរូបសង្ហាគឺលោកសុវណ្ណគិរីដាទន្ទឹមមនុស្សផងដែរការជឿរើសរាជនីថ្មីសម្រាប់ Cosmo ឆ្នាំនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបុកពោះផងអផងសប្បាយផងនិងរំភើបផងដោយម្នាក់ៗចង់ឲ្យបកញ្ញារបស់ខ្លួនជាអ្នកឈ្នះប៉ុន្តែបើទោះបីជាបេក្ខនារីឆ្នាំនេះមកប្រឡងភាគច្រើនសុទ្ធតែជើងចាស់និងពូកែយ៉ាងណាក្តីតែលទ្ធផលទាំងខាងក្នុងខាងក្រៅក្រោមសម្លេងសាទរយ៉ាងត្រហឹងអើងកងពេញឆាកប្រកួតគឺសម្ដៅទៅលើកញ្ញា Bizithiri សូមអបអរសាទរសម្រាប់ជ័យលាភី Miss and Mr. Cosmo 2026បានទៅលើ Bizithiri និងសុវណ្ណគិរីដាតំណាងប្រទេសកម្ពុជាដែលនឹងត្រៀមចេញទៅប្រកួតនៅលើឆាកអន្តរជាតិរបស់ Cosmo នៅពេលខាងមុខនេះដែលរៀបចំឡើងនៅក្នុងប្រទេសវៀតណាមដោយមានបេក្ខភាពមកពី70ប្រទេសក្នុងការដណ្ដើមមកុដអន្តរជាតិសម្រាប់ជ័យលាភីថ្មីទាំងពីររូបរបស់កម្ពុជា Bizithiri និងសុវណ្ណគិរីដាត្រូវបានអ្នកនាង Tiffany Wu នាយកគ្រប់គ្រងកម្មវិធី Cosmo Cambodia បានផ្ដល់កិច្ចសម្ភាសន៍ពន្យល់ប្រាប់ពីមូលហេតុអ្វីបានជាគណៈកម្មការសម្រេចបោះឆ្នោតយកជ័យលាភីទាំងពីរឲ្យដឹងថាចំណុចទី1ការប្រកួតបានប្រើរយៈពេលជាង3ខែមកនេះគឺពិបាកក្នុងការសម្រេចចិត្តឬរើសបុគ្គលរូបណាឲ្យក្លាយជាជ័យលាភីប៉ុន្តែ Cosmo Cambodia បានផ្ដោតសំខាន់ទៅលើម្ចាស់ជ័យលាភីរូបណាជាមនុស្សដែលមានទំនុកចិត្តភាពជឿជាក់ច្បាស់លាស់ខ្លាំងជាងគេក្នុងចំណោមបេក្ខភាពទាំងអស់ចំណុចទី2ក្រៅពីរូបសម្រស់ការបញ្ចេញសមត្ថភាពលើគ្រប់ការប្រកួតគ្រប់វិញ្ញាសាទាំងអស់ដែលអាចយកឈ្នះបាននិងមានពិន្ទុច្រើនហើយនោះគឺ Cosmo Cambodia ក៏បានផ្ដោតសំខាន់ទៅលើភាពវៃឆ្លាតរហ័សរហួនបូករួមនឹងចំណេះដឹងខ្ពស់ផងដែរដែលនឹងស័ក្តិសមតំណាងប្រទេសកម្ពុជាចំណុចទី3ក្រៅពីអ្វីដែល Cosmo Cambodia ចង់បាននិងផ្ដោតសំខាន់ហើយនោះគឺការតាំងចិត្តខ្ពស់ក្នុងការត្រៀមខ្លួនឲ្យបាន 100% ដើម្បីបន្តវឹកហាត់ការគោរពគោលការណ៍និងការណែនាំរបស់កម្មវិធីនិងជាពិសេសមានទំនួលខុសត្រូវសម្រាប់តំណែងជាម្ចាស់មកុដមិនត្រូវបោះបង់តំណែងតំណាងប្រទេសកម្ពុជាឡើយហេតុដូច្នេះ Bizithiri និងសុវណ្ណគិរីដាសម្រាប់អ្នកនាង Tiffany Wu បានឯកភាពជាមួយគណៈកម្មការទាំងអស់និងយល់ឃើញថាពួកគេទាំងពីរគឺពិតជាស័ក្តិសមនិងទទួលបានតំណែងនេះក្រៅពីពួកគេខំប្រឹងប្រែងបញ្ចេញសមត្ថភាពពិតៗក្នុងរយៈពេលជាង3ខែមកនេះក្រោមកខ្សែភ្នែកយ៉ាងល្អិតល្អន់របស់ស្ថាប័ន Cosmo Cambodia ក្នុងនាមជាអ្នកដឹកនាំ Cosmo Cambodia អ្នកនាង Tiffany Wu បង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងផងដែរនឹងខ្លាមអនាគតយ៉ាងជ្រាលជ្រៅសម្រាប់ឆ្នាំនេះពិតជាល្អប្លែកជាឆ្នាំមុនដោយទទួលបានក្រុមហ៊ុនឧបត្ថម្ភធំៗដូចជាក្រុមហ៊ុន Gensberg ក្រុមហ៊ុន Medphone ហើយក៏មានដូចជាហាងលក់គ្រឿងអលង្ការមាសពេជ្របុប្ផាគុណនិងបូករួមដៃគូសហការតូចធំជាច្រើនផ្សេងទៀតដែលបានរួមចំណាយយ៉ាងធំធេងដើម្បីអាចសម្រេចការប្រកួតដ៏ល្អឥតខ្ចោះមួយទាំងការប្រកួតបឋមនិងវគ្គផ្ដាច់ព្រាត់ផងដែរដោយប្រើរយៈពេលរហូតដល់ជាង3ខែមកនេះ